ចំពោះអ្នកដែលចូលចិត្តក្នុងការ build ក្នុង Minecraft ជាសង់តែឬតែមានអីជាការបាយតែចំពោះ building ធំដែលយើងតែងតែឃើញនៅក្នុង social media ហ្នឹងគឺវាពិបាកក្នុងការ build មែនទេអ្វីទាំងអស់ដូចយើងគិតទេក្នុងការ build របស់គេគឺគេអាចបាន build ដៃទាំងអស់ហើយពីច្រើនគេមាន mod មួយចំនួនដើម្បីជំនួយហើយថ្ងៃហ្នឹងយើងនឹងប្រាប់ mod ទាំងហ្នឹងតាមអ្នកគ្នាហើយ mod ដែលគេពេញនិយមជាងគេនោះគឺ Warrior គេយកអាបន្ថៃឈើនេះដើម្បីជា goal ក្នុងការ copy ការ pass ការអីហ្នឹងពេលវាអត់ចំណាយពេលយើងក្នុងការដើរ build មួយតែវាគឺជា tool មួយសម្រាប់ក្នុងការ building មួយ tool ដែលខ្លាំងហ្មងគឺជា mod មួយដែលមានឈ្មោះថា Easium ដែលវាស្ទើរតែជាដូច Studio ក្នុងការ build មួយនៅពេលដែលយើងចុច shift ខាងស្ដាំយើងនឹងចូលទៅក្នុង Studio មួយស្ទើរតែដូចជា Blender ដែលយើងតែងតែប្រើមាន tool ច្រើនមែនតើដូចអា tool នេះខ្ញុំអាច control F វាដើម្បី set វាទៅជា block អីក៏បានដែរខ្ញុំអាច set វាទៅជាហើយយើងត្រូវការ undo ទៅជា way ទៀតទេយើងគាត់តែ control Z មកវានឹងទៅដូចដើមរបស់យើងវិញហើយអញ្ចឹងវាស្ទើរតែដូច Studio មែនតើហើយវាក៏មាន tool ផ្សេងទៀតដូចជា tool ទាំងអស់នេះហើយចំពោះ mod វាទាំងនេះអាច download បានដែលវាមានរូបរាងបែបនេះឥឡូវនេះ version របស់វាគឺមានរហូតដល់ 1.20 1.10 ហើយអញ្ចឹងទោះជា version ប្រហែលក៏អាចលេងបានដែរតែទាបបំផុតរបស់វាគឺ 1.20.4 ថ្ងៃនេះខ្ញុំនឹងប្រាប់អំពី tool មួយចំនួនដែលខ្ញុំអាចប្រាប់បាននៅក្នុង mod Easium នេះហើយចំពោះ edit នេះប្រហែលជាអ្នកគ្នាដឹងច្រើនហើយវាអត់មានអីជាពិបាកក្នុងការប្រើនៅ mod Easium នេះវាឲ្យ item យើងមួយគឺ item នេះវាស្តៀងទៅនឹង Warrior Design ដែលវាអត់ទាន់សំខាន់ទេហ្នឹងคลิกហើយយើងអាចអូស block នឹងតាណាតាណីបានប៉ុន្តែខ្ញុំអត់ចង់ប្រាប់ពី tool ទាំងអស់ហ្នឹងឯងវាពិសាមញ្ញពេកអ្នកនេះអាចឆ្លើយជឿខ្លួនឯងទៅនៅពេលដែលយើង select ទៅលើ inventory របស់យើងអានេះយើងចុច L ខាងឆ្វេងមកយើងនឹងជួបជាមួយនឹងGUI ទាំងអស់នេះឯងទី1នោះគឺ pen top pen top ហ្នឹងវានឹងកាត់ជើងយើងចោលគឺវាស្តៀងទៅនឹងយើងអាចប៉ះរបស់អីផ្សេងបានហើយកុំឲ្យយើងចុច click ញ៉ៃដូចយើងចង់ធ្វើ trap ចង់ធ្វើអីយើងបើកអាហ្នឹងទៅកុំឲ្យយើងជាអ្នកដែលត្រូវជន់ខ្លួនឯងឃើញវាអត់ដំណើរការទេខ្លួនយើងគឺអត់មានប៉ះអីទាំងអស់ហ្មងគេខ្ញុំជន់មិនក៏វាអត់បែកដែរ tool ទី2នោះគឺ snow clip នេះវាស្តៀងទៅនឹង H ដែរយើងអាចទម្លូនជាងឲ្យបានដើម្បីទៅ build អីផ្សេងវាដូចជាមួយនឹង specter mode ដែរប៉ុន្តែ specter mode យើងអាច build អីបានហើយយើងអាចរហោះមើលប៉ុន្តែអានេះយើងអាច build បានហើយយើងអាចផ្លុះជាងវិញនឹងចំពោះអ្នកដែល build កន្លែងនេះញ៉ៃពីរនេះគឺ angel placement វាប្រើប្រាស់ដើម្បីអ្នកដែលចូលចិត្ត build លើអាកាសអីអត់ចង់ build ត block មកចុះក្រុមរហូតចេះ4នោះគឺ splash splash អានេះស្តៀងទៅអា mode មួយនោះខ្ញុំភ្លេចបាត់ហើយតែក្នុងនេះវាបន្ថែមហ្នឹងឲ្យមួយទៀតទៅពេលដែលយើងចុច mouse ស្ដាំឲ្យជាប់ទៅវានឹង build ឲ្យយើងលឿនមែនទេនោះគឺ infinity រីកងាយ build របស់យើងគឺឆ្ងាយរហូតដល់គ្មានទីបញ្ចប់ខ្ញុំអាច build ទៅដល់ណាក៏បានដែរក៏យ៉ាងនោះចង្អាយមេឃទី3នេះគឺ tinker យើងប្រើប្រាស់ដើម្បីឆ្លាស់ប្រភេទរបស់ block ដូចដីយើងវាមានពីរប្រភេទគឺដីធម្មតាហើយនិងអាដីគេជន់តែប្រើប៉ែលហើយចំពោះ cobblestone វិញវាមានជាមួយនឹងអា cobblestone stair ហ្នឹងតែប៉ុណ្ណឹងវាអត់មាននោះគឺ no update វាស្តៀងនឹង freshing អញ្ចឹងយើងប្រើប្រាស់វាដើម្បីពួក premium building ឃើញអត់ប៉ាងវាអាចបាក់គាត់ឲ្យបានហើយជាមួយនឹងកងតាក់ចំពោះអ្នកនេះដែលចូលចិត្តលេង style អីប្រើកងតាក់អីយើងដាក់ចេះមករបស់ទាំងអស់ហ្នឹងនឹង freshing ឯងគឺវាឲ្យបាក់ទៅតាម thesis របស់ Minecraft ឯងនេះគឺ first place វាដំណើរការអនុញ្ញាតឲ្យ block របស់យើងដាក់ទោះបីជាមាន entity ប៉ាំងក្រោយយើងអាចបិទខ្លួនឯងចោលបើសិនបើមានសត្វអីញ៉ៃៗក្នុងនេះអ្នកនេះអត់ត្រូវការក្នុងការវាយសត្វចោលទេយើងអាច build ដឹងវានៅនឹងបានតែមួយទៀតនោះគឺ splash mode វាគឺជា tool ដែលមានប្រយោជន៍ដែរសម្រាប់ខ្ញុំរបៀបក្នុងការផ្លែខ្ញុំចូលជីកមួយខ្ញុំគាត់ថា click លើវាទៅវានឹងដូរអា block តែយើង click ហ្នឹងវាទៅជាផ្លែហ្នឹងហើយកន្លែងនេះគឺជាកន្លែងដែល slash game mode តែវាអត់ដឹងថាត្រូវប្រើទៅអីដោយសារតែយើងមាន F3 F4 យើងប្រើហ្នឹងទៅលឿនជាងហើយចំពោះ inventory មកកា plus នេះគឺជា inventory ដែលសម្រាប់ change ជាមួយនឹង item គឺវាមាននៅក្នុង Minecraft original របស់យើងដែលយើងប្រើ key bind control Z control X ហើយកន្លែងដែលមានភាគរយហើយនឹងពងនេះគឺជាលបឿន fly របស់យើងគឺហោះហ្នឹងយើងអូឲ្យវាមិចមកនឹងលបឿនរបស់យើងគឺហោះលឿនមែនហើយបើសិនបើយើងចូលមក inventory ក្នុង character របស់យើងនឹងឃើញអាកន្លែងពីរនេះគឺ color picker ហើយនិង gradient helper color picker នេះគឺជាកន្លែងដែលជ្រើសរើសពណ៌តាម block បើយើងអត់ដឹងថា block អីពណ៌អីអ្នកនេះអាចរកពណ៌ហ្នឹងបានខ្ញុំអាចចំណុចសំខាន់នោះគឺ studio របស់វានេះយើងចុច shift ខាងស្ដាំមកវាចូល studio របស់វាហើយអា tool ដំបូងគេទាំងអស់នេះគឺ select ចុចដើម្បី select អីមួយយើងអាច select ដើមឈើដើម្បី change វាទៅជាអីផ្សេងជា clear លុបអាកន្លែង selection ហ្នឹងវិញ យើងអាចរើបាននេះមូរបស់វាគឺស្តៀងទៅនឹង Blender មែនតើ feel ដូរទៅឈើមក replace ដូរពី replace ពីឈើហ្នឹងទៅសាច់មកតែប៉ុន្តែរបៀបក្នុងការធ្វើវាយើងរៀនខ្លួនឯងហើយ Painter នេះយើងប្រើវាដើម្បីគូពី block ខ្ញុំ stone ចង់ change block មកកន្លែង HL block នេះហើយយើង change វាមកយើងទៅដាក់អីគេយើងដាក់ air វិញមកចោល remove វាចោលទៅលាយវាដាក់ដក mod ប្រហែលពួកអា noise painter នេះគឺប្រើប្រាស់សម្រាប់គូតែវាច្រើនគេគូទៅលើ gradient ឬ floor ឯមួយនេះឃើញអត់គឺវាញ៉ៃវាច្រើនគេប្រើពួកអា text នេះក៏វាល្អដែរគឺយើងដាក់អក្សរសរសេរអក្សរអីមួយមកយើងសេអក្សរឡើងនេះមកនេះឃើញអត់ហើយយើងថែមវាមកសនហ្នឹងកោបសេរីហើយពួក shape នេះវា
ប្រើប្រាស់ដើម្បីដាក់ shape ហើយចំពោះelevation នេះគឺប្រើប្រាស់ដើម្បីធ្វើភ្នំ vision គេប្រើហ្នឹងធ្វើភ្នំហ្នឹងហើយបាច់ក្នុងការ build គឺយើងអូសបានខ្ញុំចូលចិត្តជាងគេសារវាងាយស្រួលក្នុងការធ្វើភ្នំsmooth នេះក៏សំខាន់ដែរ vision គេប្រើដែរឃើញអត់ហើយអ្នកនេះស្អប់អាកែងអ្នកកន្លែងកែងនេះយើងប្រើវាដើម្បី smooth អាហ្នឹងវាឆៅខ្ញុំចូលដីបាទ smooth អាកែងហ្នឹងឃើញអត់លយអត់បាទហ្នឹងហើយកន្លែង blueprint នេះគឺជាកន្លែងដែលផ្ទុក file building ផ្សេងដែលយើងអាច download ពីក្រៅបានដើម្បីបង្ហាញហើយនេះគឺជាកន្លែង download ដែលខ្ញុំដឹងខ្ញុំអាច download building folder ជាច្រើននៅក្នុងហ្នឹងយើងគ្រាន់តែ download ហើយយើង open រារបស់វានឹងមានជាមួយនឹង file blueprint ច្រើនអ្នកនេះគ្រាន់តែ open folder file កន្លែង blueprint ហើយយើង pass file ទាំងអស់ដែលយើង download នឹងចូលក្នុងទៅវានឹងទទួលបានជាមួយនឹង file build ទាំងអស់ហើយដែលគេ build ឲ្យយើងគាត់ដែលយើង pass copy តែរបៀបក្នុងការ copy file ទាំងអស់ហ្នឹងចូលទៅក្នុង world របស់យើងគាត់តែចុច click លើ build ណាមួយដែលយើងចង់បានហ្នឹងហើយយើងចុច click លើវាហើយយើង control V មកវានឹងចូលទៅកន្លែងដែលយើងអាចសេរីស្រង់បានហើយដូចមួយដែលខ្ញុំឆ្លាញ់បំផុតនោះគឺយើងអាចសេរី rotation របស់ build របស់យើងហ្នឹងទៅគ្រប់ទីកន្លែងគឺ360 degree ហើយបើសិនបើយើងមានគោលបំណងចង់ build របស់ទាំងអស់នៅក្នុង server complete ដាក់ជាមួយនឹង Asian Paper plugin ចូលមួយដើម្បីឲ្យវា support ជាមួយនឹង mod របស់យើងចំពោះ mod ដែលខ្ញុំស្គាល់គឺមានតែប៉ុណ្្នឹងបើមានចម្ងល់ផ្សេងទៀតទាំងនេះ complete comment នៅតាម below នេះហើយ complete ចែក like នៅលើវីដេអូនេះមួយផងវីដេអូខ្ញុំមានប៉ុណ្្នឹងជួបនៅវីដេអូក្រោយបាយ